ជាបផិនរតនា B2B Cambodia នេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី9 ខែឧសភាឆ្នាំ2025 សន្ទុះផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះ 1.19 ពិន្ទុឬ 0.29% មកនៅត្រឹម 405.63 ទំហំជួញដូរសរុបបានកើនឡើងដល់ 177,410 ភាគហ៊ុនបានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប $392.6 លានរៀលឬជាង $48,000 អាមេរិក នៅលើផ្សារគោលភាគហ៊ុនចំនួន4បានកើនឡើងនៅមុខទីផ្សារគឺកំពង់ផែស្វយ័តក្រុងភ្នំពេញកើន 0.42% ឬ 60 រៀលដល់ 14,200 រៀលក្នុងមួយហ៊ុនបន្ទាប់មកគឺកំពង់ផែស្វយ័តក្រុងព្រះសីហនុបានកើនឡើង 0.34% ឬ 40 រៀលទៅ 11,980 រៀលក្នុងមួយហ៊ុនភាគហ៊ុនផ្សេងទៀតដែលបានកើនឡើងផងដែររួមមានធនាគារ Acerida និង Grand Twin International ចំពោះការធ្លាក់ចុះវិញមេលេជេ Good Education គឺជាអ្នកចាញ់ច្រើនបំផុតដែលបានធ្លាក់ចុះ 5.12% ឬ 110 រៀលមក 2,040 រៀលក្នុងមួយហ៊ុនបន្ទាប់មកគឺ Pastech Cambodia ធ្លាក់ចុះ 4.78% ឬ 130 រៀលមក 2,590 រៀលក្នុងមួយហ៊ុនចំណែកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញវិញក៏បានធ្លាក់ចុះ 10 រៀលមក 2,110 រៀលក្នុងមួយហ៊ុនផងដែរទន្ទឹមនឹងនេះរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញនិងក្រុមហ៊ុន KMGSM នៅថេរ៉ាដានៅលើផ្សារកំណើនភាគហ៊ុនទាំងពីរបានធ្លាក់ចុះ GS Land បានធ្លាក់ចុះ 9.01% ឬ 310 រៀលមក 3,130 រៀលក្នុងមួយហ៊ុនខណៈ BD Engineering ថយចុះ 0.48% ឬ 10 រៀលមក 2,090 រៀលក្នុងមួយហ៊ុនមេលេជា Good Education បានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតនៅថ្ងៃនេះដែលមានភាគហ៊ុន 53,341 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប $8.8 លានរៀលឬជាង $27,000 អាមេរិកប្រហែល 45% នៃទំហំជួញដូរសរុបនៅថ្ងៃសុក្រតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញវិញបានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតបន្ទាប់ដែលមានភាគហ៊ុនប្រមាណ 27,122 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 57.5 លានរៀលឬប្រហែល $14,400 អាមេរិកនេះគឺប្រមាណ 23% នៃទំហំជួញដូរសរុបនៅថ្ងៃទី9 ខែឧសភានៅក្នុងព័ត៌មានទីផ្សារផ្សេងទៀតសម្រាប់ត្រីមាសទី1ឆ្នាំ2025សម្ព័ន្ធធនាគារ Acerida ទទួលបានចំណូលកើនឡើងសរុប 912.85 លានរៀលគឺកើន 5.75% និងប្រាក់ចំណេញដែលផ្ដល់ជូនភាគហ៊ុនរបស់ធនាគារចំនួន 171.62 លានរៀលគឺកើនឡើង 63.54 ប៊ីលានរៀលដែលស្មើទៅនឹង 58.80% បើធៀបទៅនឹងត្រីមាសទី1នៃឆ្នាំ2024គិតត្រឹមដំណាច់ថ្ងៃទី31ខែមីនាឆ្នាំ2025ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ Acerida មានចំនួន 45.99 ត្រីលានរៀលដែលបានកើនឡើង 2.38 ត្រីលានរៀលដែលស្មើទៅនឹង 5.47% និងមូលធនផ្ដល់ជូនភាគហ៊ុនរបស់ធនាគារចំនួន 9.11 ត្រីលានរៀលកើនឡើងប្រមាណ 132.88 ប៊ីលានរៀលដែលស្មើទៅនឹង 2.22% បើធៀបទៅនឹងដំណាច់ឆ្នាំ2024បន្តទៅអត្រាប្តូរប្រាក់វិញប្រាក់រៀលរឹងមាំដែលជួញដូរនៅ 4,003 រៀលក្នុង$1ខណៈស្តុះប្រាក់ដុល្លារអាមេរិកបានកើនឡើងដល់ 100.38មកមើលតម្លៃទំនិញសកលវិញតម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រគឺបន្ទាប់ពីការកើនឡើងប្រហែល 3% នៅក្នុងវគ្គជួញដូរមុនដោយសារភាពតានតឹងពាណិជ្ជកម្មរវាងអ្នកប្រើប្រាស់ប្រេងធំជាងគេរបស់ពិភពលោកគឺអាមេរិកនិងចិនដែលបានបង្ហាញអំពីសញ្ញានៃការបន្ធូរបន្ថយហើយចក្រភពអង់គ្លេសក៏បានប្រកាសផងដែរអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកិច្ចសន្យាអនាគតប្រេងឆៅព្រិនកើនឡើង 43 សេនឬ 0.68% ដល់ $63.27 ក្នុង1បារ៉ែលខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិកកើន 42 សេនឬ 0.7% ជួញដូរនៅ $63.33 ក្នុង1បារ៉ែលកាលពីថ្ងៃប្រហោះកិច្ចសន្យាទាំងពីរបានចុះថ្លៃប្រមាណ 73% តម្លៃមាសវិញបានកើនឡើងនៅថ្ងៃសុក្រហើយត្រូវបានដឹកនាំសម្រាប់ការកើនឡើងប្រចាំសប្តាហ៍ដែលត្រូវបានគាំទ្រដោយប្រាក់ដុល្លារទុនខ្សោយនិងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងតែបន្តខណៈពេលដែលការផ្ដោតអារម្មណ៍នៅតែមានទៅលើការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ
Spot Gold បង្កើនឡើង 0.7% ដល់ $3,326.99 ដុល្លារក្នុងមួយអោនលះធាតុមួយនេះបង្កើនឡើងប្រមាណ 2.5% មកទល់នឹងពេលនេះនៅក្នុងសប្តាហ៍នេះអនាគតមាសរបស់អាមេរិកបង្កើនឡើង 0.7% ដល់ $3,328.10 ដុល្លារក្នុងមួយអោនអនាគតភាគហ៊ុនអាមេរិកវិញបានផ្លាស់ប្ដូរតិចតួចនៅព្រឹកថ្ងៃសុក្រដោយអ្នកវិនិយោគសង្ឃឹមថាក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចក្រភពអង់គ្លេសគឺជាការចាប់ផ្ដើមនៃវឌ្ឍនភាពបន្ថែមទៀតនាពេលខាងមុខនៅពេលបិទផ្សារភាគហ៊ុននៅកម្ពុជាអនាគតដែលភ្ជាប់ទៅនឹង Dow Jones Industrial Average បានធ្លាក់ចុះ16ពិន្ទុឬ 0.04% អនាគត Nasdaq 100បង្កើនឡើង 0.12% ខណៈ S&P 500បង្កើនឡើងប្រហែល 0.04%គូជំរាបផងដែរថាប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបឋមជាមួយនឹងចក្រភពអង់គ្លេសដែលជាកិច្ចព្រមព្រៀងដំបូងរវាងអាមេរិកនិងដៃគូពាណិជ្ជកម្មពិភពលោកចាប់តាំងពីការប្រកាសពន្ធគយបដិការរបស់លោកកាលពីខែមុនព័ត៌មានលម្អិតនៅមិនទាន់បានបញ្ចប់នៅឡើយទេប៉ុន្តែលោក Trump បាននិយាយថាពន្ធលើមូលដ្ឋាន 10% នឹងនៅតែបន្តនៅលើចក្រភពអង់គ្លេសអរគុណលោកអ្នកសម្រាប់ការទស្សនានេះគឺជាបច្ចុប្បន្នភាពទីផ្សារប្រចាំថ្ងៃសម្រាប់ថ្ងៃទី9ខែឧសភាឆ្នាំ2025